តាស្និកជនជាទីមេត្រីជាធម្មតាចាប់ពីខែកញ្ញាដល់ខែវិច្ឆិកាជារៀងរាល់ឆ្នាំគឺជាខណៈមានករណីឆ្លងជំងឺគ្រុនឈាមនិងជំងឺដៃជើងមាត់កើនឡើងជាពិសេសគឺចំពោះមុខសញ្ញាកុមារនេះគឺជាខណៈក្នុងឆ្នាំសិក្សាជំងឺងាយនឹងឆ្លងរាលដាលវគ្គជំងឺឆ្លងកុមារមន្ទីរពេទ្យជំនាញវគ្គសម្ភពកុមារសក់ត្រាំងបច្ចុប្បន្នមានអ្នកជំងឺគ្រុនឈាមជិត40ករណីនិងជំងឺដៃជើងមាត់ជិត60ករណីកំពុងព្យាបាលកើនឡើងច្បាស់បើប្រៀបជាមួយនឹងរយៈពេលមុនគួរកត់សម្គាល់ថាមានករណីឆ្លងជំងឺគ្រុនឈាមឡើងវិញប៉ុន្តែឪពុកម្ដាយមិនយកចិត្តទុកដាក់លុះដល់ពេលបញ្ជូនដល់មន្ទីរពេទ្យកុមារស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរត្រូវការសង្គ្រោះបន្ទាន់មួយសប្តាហ៍មុនចៅខ្ញុំគ្រុនក្តៅនៅឃុំយកទៅគ្រូពេទ្យឯកជនបន្ទាប់មកក៏នាំចូលមន្ទីរពេទ្យសម្ភពកុមារដើម្បីធ្វើរោគវិនិច្ឆ័យឈឺពោះអស់កម្លាំងហើយហត់គ្រូពេទ្យប្រាប់ថាឲ្យសម្រាកក្នុងមន្ទីរពេទ្យដើម្បីព្យាបាលករណីឆ្លងជំងឺដៃជើងមាត់កំពុងព្យាបាលនៅវគ្គជំងឺឆ្លងកុមារមន្ទីរពេទ្យជំនាញវគ្គសម្ភពកុមារសក់ត្រាំងបច្ចុប្បន្នសំខាន់លើកក្រុមកុមារអាយុក្រោម5ឆ្នាំពេលដំបូងនៅផ្ទះឃើញកូនមានគ្រុនក្តៅសាចង់សាឡើងបន្ទាប់មកដល់ថ្ងៃទី2ឃើញដៃជើងឡើងកន្ទួលក្របអត់ទៅខ្ញុំនាំចូលមន្ទីរពេទ្យសម្ភពកុមារពិនិត្យរួចគ្រូពេទ្យបានប្រាប់ថាកូនឆ្លងជំងឺដៃជើងមាត់គួរសម្រាកនៅក្នុងមន្ទីរពេទ្យសម្រាប់តាមដានយោងតាមព័ត៌មានពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺសក់ត្រាំងចំនួនករណីឆ្លងជំងឺគ្រុនឈាមក្នុងភូមិសាស្ត្រប្រសិនបើគិតដល់ថ្ងៃទី22ខែកញ្ញាមានចំនួន1154ករណីហើយករណីឆ្លងជំងឺដៃជើងមាត់ចំនួន1392ករណីសន្តែកើនឡើងបើធៀបជាមួយនឹងពេលដូចគ្នាជំងឺគ្រុនឈាមមាននិន្នាការកើនឡើងចំពោះកុមារអាយុក្រោម24ខែកុមារអាយុលើសពី10ឆ្នាំកុមារមាននិន្នាការប្រៃធ្ងន់ដូចជាគ្រុនឈាមតាមផ្លូវរំលាយអាហារដោយអ្នកវ័យចំណាស់ជាធម្មតាបន្ទាប់ពីថ្ងៃទី6និងថ្ងៃទី7នៅឆ្នាំនេះជំងឺដៃជើងមាត់ប្រែមិនសូវធ្ងន់មានភាពប្រសើរជាងឯការបង្ហាញគ្លីនិកហាក់ដូចជាស្រាលជាងពីមុនកុមារខ្លះមានកន្ទួលក្រហមតូចចំណែកខ្លះទៀតគឺក៏មានកន្ទួលពេញខ្លួនចំពោះស្ថានភាពប្រែប្រួលជំងឺគ្រុនឈាមនិងដៃជើងមាត់អាណាព្យាបាលត្រូវយកចិត្តទុកដាក់លើរោគសញ្ញាចំពោះកុមារដូចជាគ្រុនក្តៅម៉ាន់ហប់ចុកអស់កម្លាំងក្អួតហូរឈាមក្រោមស្បែកឡើងកន្ទួលលើបាតដៃបាតជើងនិងផ្នែកផ្សេងនៃរាងកាយឬកន្ត្រាក់ពេលកំពុងគេងហើយប្រញាប់នាំកុមារទៅកាន់មណ្ឌលសុខាភិបាលពិនិត្យនិងព្យាបាលឲ្យបានទាន់ពេល